រៀបសួរនិងសួស្តីបងប្អូនអរគ្នាតោះថ្ងៃនេះយើងមកតាមដានទស្សនាការឲ្យចំណីត្រីជាលក្ខណៈគ្រួសារគឺយើងលាយជាមួយចំណីត្រីយើងថ្ងៃនេះគឺយើងលាយជាមួយកន្ទក់ហើយនិងបាយអញ្ចឹងនេះគឺជាសកម្មភាពកូនត្រីយើងដាក់បាន15ថ្ងៃហើយយើងស៊ូមមកជិតទាំងអស់គ្នានេះគឺយើងប្រើស្នោកបង្ហាចាស់ចាស់ហើយយើងនេះគឺជាបាយលាយមួយកន្ទក់ហើយនឹងលេងមួយអំបិលហើយនឹងថ្នាំបង្ការហាមពោះរបស់សត្វត្រីផងដែរពេលនេះប្រហែលជាម៉ោង6បងប្អូនម៉ោង5ម៉ោង6ហើយយើងដាក់ចំណីវានេះគឺមួយថ្ងៃយើងដាក់ឲ្យវាស៊ី2ដងបើយើងមានពេលអាចដាក់3ដងក៏បានដែរពួកអានេះគឺមានទំហំ2x3កម្ពស់កន្លះម៉ែត្រចឹងគឺវានៅតូចខ្លាំងណាស់ចឹងបើសិនជាអាំងត្រីយើងល្អគឺយើងដាក់កម្ពស់1ម៉ែត្រទឹកកាន់តែជ្រៅកាន់តែល្អចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្ណឹងទេបើសិនជាបងប្អូនចូលចិត្តទស្សនាសូមបងប្អូនជួយ Subscribe នៅ Channel យើងផងដើម្បីទទួលបានវីដេអូថ្មីអាប់ដេតអំពីការចិញ្ចឹមសត្វត្រីដែកជារៀងរាល់ថ្ងៃអាចថាពី3ថ្ងៃឬក៏3-4ថ្ងៃខ្ញុំនឹងអាប់ដេតវីដេអូថ្មីជូនបងប្អូនអរគ្នាទៀតទុកជាការមើលលេងកម្សាន្តបាទនេះគឺវាជាចិត្តស៊ីខ្លាំងមែនតើទូលាយជាមួយបាយច្បាច់ចូលគ្នាវល់មកកុំរឹងពេកហើយក៏កុំទន់ពេក